Chỉ riêng số lục cừu này cừu từng ở khía hay nâng chỉ riêng số anh em chế bál đại miền cồn riêng ở thạnh bạ thom sĩ xa ngày ní nhom bàn xôm bằng hai ông pi rục biếpในการដំឡើងថ្នាលបឋមសិក្សាចំនួនថ្មីឬយើងហៅថា PLP ចំនួនថ្មីនៅក្នុងទូរស័ព្ទដៃប្រភេទ Android វីដេអូនេះគឺជាចំណេះដឹងមួយយ៉ាងសំខាន់សម្រាប់លោកគ្រូអ្នកគ្រូដែលកាន់បន្ទុកថ្នាក់នៅបឋមសិក្សាព្រោះដើម្បីយកចំណេះដឹងនេះទៅចែករំលែកដល់សិស្សដើម្បីទៅដំឡើងថ្នាលបឋមសិក្សានៅលើទូរស័ព្ទដៃរបស់យើងសូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាចូលទៅកាន់ browser ណាមួយនៅក្នុងទូរស័ព្ទដៃរបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាសម្រាប់ខ្ញុំចូលទៅ browser Chrome នេះ browser ដែលខ្ញុំកំពុងតែចង្អុលកវីនេះគឺគេហៅថា browser Chrome អញ្ចឹងយើងចុចចូលទាំងអស់គ្នាទៅនៅពេលដែលលោកគ្រូអ្នកគ្រូចុចចូលនៅក្នុង browser Chrome ហើយលោកគ្រូអ្នកគ្រូនឹងឃើញទម្រង់បែបនេះហើយលោកគ្រូអ្នកគ្រូចុចកន្លែងកែវពង្រីកនឹងមកដើម្បី search ហើយយើងចុចរួចហើយយើងដាក់វាយពាក្យថា PLP ហើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាចុច search វាមកខ្ញុំជឿជាក់ថាលោកគ្រូអ្នកគ្រូចេះ search ហើយនៅកន្លែងនេះពោះវាមិនពិបាកទេនៅពេលដែលលោកគ្រូអ្នកគ្រូចុច search ហើយឃើញទម្រង់បែបនេះលោកគ្រូអ្នកគ្រូឃើញ logo បែបនេះដែលខ្ញុំកំពុងចង្អុលនេះគេដាក់ថា PLP ហ្នឹងលោកគ្រូអ្នកគ្រូចុចពីលើវាមកពេលដែលលោកគ្រូអ្នកគ្រូចុចពីលើវាហើយនោះវានឹងនាំយើងទៅកាន់ PLP ចំនួនចាស់ណាចំនួនចាស់ដដែលអញ្ចឹងលោកគ្រូអ្នកគ្រូក៏លេខមកមើលនៅខាងលើហើយមានសញ្ញាត្រី3នេះនៅខាងស្ដាំដៃលោកគ្រូឃើញទេបាទអញ្ចឹងលោកគ្រូអ្នកគ្រូចុចលើសញ្ញាត្រី3នឹងមកហើយលោកគ្រូអ្នកគ្រូជ្រើសរើសយកសហថ្នាលនេះនៅកន្លែងនេះណាលោកគ្រូអ្នកគ្រូចុចលើសហថ្នាលនឹងមកបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូជ្រើសរើសយកអាខាងលើគេនេះគេដាក់ថាថ្នាលបឋម PLP ចំនួនថ្មីលោកគ្រូអ្នកគ្រូចុចលើកន្លែងនឹងមកបន្ទាប់មកទៀតវានឹងនាំលោកគ្រូអ្នកគ្រូទៅកាន់តម្រង់បែបនេះដែលគេដាក់ថាចូលគណនីប៉ុន្តែកន្លែងនេះខ្ញុំអត់បានបង្ហាញអំពីរបៀបចូលទេខ្ញុំបង្ហាញអំពីរបៀបដំឡើងនៅក្នុងទូរស័ព្ទដៃអញ្ចឹងលោកគ្រូអ្នកគ្រូចូលមកដល់កន្លែងនេះហើយលោកគ្រូអ្នកគ្រូអូសមកខាងក្រោមក៏លេខមកមើលខាងក្រោមគេដាក់ថាដំឡើងថ្នាលបឋមអញ្ចឹងលោកគ្រូអ្នកគ្រូចុចលើពាក្យថាដំឡើងថ្នាលបឋមនឹងមកបាទរួចហើយលោកវានឹងលោតចេញទម្រង់បែបនឹងមកលោកគ្រូអ្នកគ្រូចុចយកពាក្យថាដំឡើងបើភាសាអង់គ្លេសគេដាក់ថា install បាទអញ្ចឹងចុចលើកន្លែងពាក្យថាដំឡើងនឹងមកហើយវានឹងចាប់ដើមដំណើរការដំឡើងចូលនៅក្នុងទូរស័ព្ទដៃរបស់យើងបាទនៅពេលដែលយើងចុចដំឡើងហើយគឺវាលែងឃើញពាក្យថាដំឡើងនៅខាងក្រោមនឹងហើយបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូចូលទៅមើលនៅក្នុងទូរស័ព្ទរបស់យើងចូលទៅមើលកន្លែង home screen ណាចូលទៅមើលទៅឃើញហើយឥឡូវខ្ញុំចូលទៅមើលនៅក្នុង home screen ទូរស័ព្ទរបស់ខ្ញុំសិនបាទនេះនៅពេលដែលយើងចូលមកនេះនៅពេលដែលយើងតម្លើងបានពេញគឺវានឹង load មកនៅ home screen របស់យើងហើយឥឡូវយើងចាប់ផ្ដើមចុចលើវាទៅវានឹងនាំយើងទៅកាន់ PLP ចំនួនថ្មីឥឡូវខ្ញុំចុចលើវាបាទវាកំពុងតែដើរហើយបើសិនជាសេវាទូរស័ព្ទយើងលឿនគឺវាដើរលឿនណានេះអញ្ចឹងវានឹងយើងនឹងបានកម្មវិធី PLP នឹងហើយបាទអរគុណច្រើនណាវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីរបៀបនៃការចូលកម្មវិធី PLP ចំនួនថ្មីនឹងបើសិនជាមានកំហុសឆ្គងនៅក្នុងវីដេអូនេះសូមអធិស្ឋានផងចំពោះការនិយាយស្ដីមិនច្បាស់មានកំហុសខុសឆ្គងអីសូមខន្តីអភ័យទោសអរគុណច្រើន